សូមគោរពជំរាបសួរបងប្អូនតាមបណ្ដាញសង្គម Facebook និង YouTube ទាំងអស់គ្នាខ្ញុំ Mr. កុងថ្ងៃនេះខ្ញុំធ្វើវីដេអូមួយចែករំលែកអំពី10ចំណុចនៃភាពជោគជ័យនៅក្នុងជីវិតតើធ្វើដូចម្តេចដើម្បីទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពី10ចំណុចក្នុងការផ្លាស់ប្ដូរជីវិតក៏ដូចជាការចាប់ផ្ដើមជីវិតសារជាថ្មីឲ្យមានភាពជោគជ័យនៅក្នុងជីវិតរបស់ពួកយើងតោះកុំឲ្យខាត់ពេលយូរទៅតាមដានស្ដាប់ទាំងអស់គ្នាជាមួយនឹងខ្ញុំទី1អានសៀវភៅនិងហាត់ប្រាណ15នាទីជារៀងរាល់ព្រឹកទី2ងូតទឹកសម្អាតកាយាដើម្បីឲ្យអារម្មណ៍ល្អជារៀងរាល់ព្រឹកទី3ញ៉ាំអាហារពេលព្រឹកឬញ៉ាំទឹកដោះគោ1កែវសម្រាប់សុខភាពរបស់យើងទី4ត្រូវមានការងារឬមុខរបរច្បាស់លាស់មួយដើម្បីអាចចិញ្ចឹមជីវិតក៏ដូចជាសមាជិកក្រុមគ្រួសាររបស់យើងទី5ជ្រើសរើសកន្លែងរស់នៅដែលមានក្តីសុខនិងមានបរិស្ថានល្អជុំវិញក៏ដូចជាមានផាសុកភាពក្នុងការរស់នៅក៏ដូចជាមានទីធ្លាស្រស់ស្អាតដែលមានហុងស៊ុយល្អទី6រក្សាសិលត្រូវមានសីលធម៌សុជីវធម៌មេត្តាធម៌ចំពោះមនុស្សសត្វនិងរុក្ខជាតិទី7រក្សាផ្លូវចិត្តឲ្យល្អមិននិយាយអាក្រក់ពីអ្នកដទៃឬសាច់ញាតិបងប្អូនណានោះឡើយ8កាត់ផ្ដាច់ការជួបជុំណាដែលមិនសំខាន់សម្រាប់ជីវិតដូចជាការផឹកស៊ីជួបជុំនិយាយដើមគេឬក៏និយាយរឿងអត់ប្រយោជន៍ជាដើម9ចូលរួមជួយសង្គមតាមរយៈការចែករំលែកចំណេះដឹងទៅកាន់ប្រជាពលរដ្ឋក៏ដូចជាទៅកាន់យុវជនជំនាន់ក្រោយឬក៏ចូលរួមបរិច្ចាគថវិកាមួយចំនួនទៅមន្ទីរពេទ្យគន្ធបុប្ផាឬមន្ទីរពេទ្យកុមារអង្គរឬក៏ជួយទៅកាន់មណ្ឌលកុមារកំព្រាទី10ប្រើជីវិតចុងក្រោយឲ្យមានន័យដើរលេងគ្រប់ទីកន្លែងមុននឹងជីវិតចូលនិវត្តន៍បាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះសង្ឃឹមថាបងប្អូននឹងជួយចុច like និង subscribe នៅ channel របស់ខ្ញុំផងសូមអរគុណសូមជម្រាបលាជួបគ្នាពេលក្រោយ